បងប្អូនណាខ្លះដែលធ្លាប់ញ៉ាំញោមស្វាយបលាំងកាសជួយខមមិនខាងក្រោមវីដេអូនេះម្នាក់មួយផងណាកន្លងមកធ្លាប់ទៅតាមហាងហើយកំងញ៉ាំអញ្ចឹងបងប្អូនតែនេះជាលើកទី1ហ្មងដែលខ្ញុំធ្វើញ៉ាំខ្លួនឯងកាលមុនជាតែគិតថាបលាំងកាសហ្នឹងថ្លៃហើយនឹងពិបាកធ្វើបងប្អូនតែតាមពិតអត់ទេស្រួលមែនតើហ្មងឲ្យធូរថ្លៃទៀតមួយតែ4000ទេជាដំបូងយើងយកបលាំងកាសហ្នឹងទៅស្ងោរប្រហែលជា15នាទីសិនទៅបងប្អូនចាំយើងយកវាមកជាតាមមួយឆ្នូតដូចក្នុងវីដេអូហ្នឹងអញ្ចឹងណាតោះមកហែកមកគឺសិតតែប៉ងហ្មងបងប្អូនបន្ទាប់មកយើងយកសមទៅឆ្កឹះប៉ងវាតម្លាក់មកបងប្អូនពេលដែលយើងឆ្កឹះរួចអស់ហើយយើងយកប៉ងហ្នឹងទៅលាងទឹកតិចសិនណាបងប្អូនកុំឲ្យវាជាប់អាខ្មៅលាយមួយសាច់បលាំងកាសហ្នឹងមុននឹងយើងញោមស្វាយជាមួយបលាំងកាសយើងលាយទឹកត្រីរួចសិនមកបងប្អូនទឹកត្រីរបស់ខ្ញុំដាក់ទឹកត្រីស្ករប៊ីចេងម្សៅស៊ុបយើងយកពងបលាំងកាសហើយនឹងទឹកត្រីនឹងលាយចូលគ្នាភ្លក់មើលរសជាតិឆ្ងាញ់តាមដែលយើងចង់បានហើយចាំយើងដាក់ម្ទេសដាក់ខ្ទឹមហើយនឹងដាក់ស្វាយចូលបងប្អូនខ្ញុំបន្ថែមវាជាមួយក្រូចឆ្មាប្រហែលជា2ផ្លែដែរបងប្អូននៅសារស្វាយខ្ញុំនោះវាអត់ជូរអញ្ចឹងខ្ញុំស្វាយពងបលាំងកាសនេះបងប្អូននៅតាមហាងអន់ផុតក៏$10ទៅ$15ដែរបងប្អូនបើសិនជាយើងចេះធ្វើញ៉ាំខ្លួនឯងចេះបងប្អូនវាចំណេញតាំងពេលវេលាទៅញ៉ាំក្រៅហើយវាចំណេញតាំងថវិការបស់យើងទៀតណាខ្ញុំស្វាយពងបលាំងកាសរបស់ខ្ញុំបានលាយរួចហើយបងប្អូនខ្ញុំទុកសបកបលាំងកាសមួយទុកសម្រាប់ដាក់ខ្ញុំស្វាយដែរពួកភាគច្រើនឃើញតាមហាងតាមអីគេដាក់ចង់ដែរបងប្អូនអង្គតំណងហ្មងវីដេអូបានចប់ហើយបងប្អូនស្រឡាញ់ចូលចិត្តជួយ like ជួយ share follow page អ្នកមួយផងណាអរគុណបាយបាយ